ធ្លាប់ជិះឡានក្រុងហ្នឹងដែលរបៀបធ្លាប់ជួបស្នេហ៍ពិតនៅលើឡានក្រុងហ្នឹងពេលជិះគេយកមកធ្លាប់ជិះឡានក្រុងហើយពងចង់ជួបស្នេហ៍ពិតទេសងសារគាត់មកប៉ងអត់ដែរបងអត់ដែរដេកលោធ្លាប់ជិះឡានក្រុងពីមុនមកហ៎ធ្លាប់បងធ្លាប់ក៏ប៉ុន្តែធ្លាប់ជិះឡានក្រុងហើយរបៀបថាជួបស្នេហ៍ពិតលើឡានក្រុងហ្នឹងអត់ទេបងអត់ទេបង ជម្រាបសួរពុកម៉ែបងប្អូនពុកម៉ែយាយតាកុមារកុមារាអ្នកកំពុងតាមដានទស្សនាវីដេអូមួយនេះវិលត្រឡប់មកជួបនឹងវីដេអូថ្មីជាមួយនឹងខ្ញុំ D Mon Vlog ថ្ងៃនេះផងដែរគឺយើងនឹងធ្វើវីដេអូមួយនៅក្បែរតំបន់បរិយាកាសវាំងក៏ដូចជាមាត់ទន្លេហើយយើងនឹងសម្ភាសពុកម៉ែបងប្អូនដែលគាត់កំពុងតែដើរលេងកម្សាន្តនៅទីនោះអញ្ចឹងយើងមានសំណួរមួយសម្រាប់ទៅសួរគាត់អញ្ចឹងយើងទៅសួរគាត់ថាធ្លាប់ជិះឡានក្រុងជួបស្នេហ៍ពិតដែរឬក៏អត់អូខេអញ្ចឹងសំណួរហ្នឹងគឺយើងសួរគាត់បែបលេងសើចផងហើយយើងក៏ចង់ដឹងអំពីបទពិសោធន៍ក្នុងការជិះឡានក្រុងក៏ដូចជាបញ្ហាដែលគាត់ធ្លាប់ជួបពីមុនមកក្នុងការធ្វើដំណើរណាថាគាត់ធ្លាប់ជួបបញ្ហាខ្លះហើយក្នុងវីដេអូនេះផងដែរក៏យើងមាន gift យ៉ាជាកាដូសម្រាប់ជូនគាត់ផងដែរគឺយើងមានគូប៉ុង Red Bus យ៉ាក្នុងការបញ្ចុះតម្លៃក្នុងការ booking សម្បត្តិឡានក្រុងណាមិនថាទៅខេត្តណាទេគឺ25ថ្ងៃក្រុងហើយបើទៅប្រទេសកម្ពុជាទេគឺគាត់អាច booking ទៅឡាវទៅថៃទៅវៀតណាមទៅក្រៅប្រទេសផងដែរអញ្ចឹងគឺ Red Bus គឺពិតជាពិសេសខ្លាំងមែនទែនអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំនឹងជូនគូប៉ុងទៅគាត់ម្នាក់មួយសន្លឹកឬក៏ពីរសន្លឹកអញ្ចឹងណាក្នុងការបញ្ចុះតម្លៃក្នុងការ booking មួយសន្លឹក$5ហើយទទួលបាន cashback $5ត្រឡប់មកវិញផងដែរគឺពិតជាពិសេសមែនទែនចុះឥឡូវក៏មកខាត់ពេលយូរយើងទៅទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ទាំងអស់គ្នា Let's go អូខេអ្នកនរចុះឥឡូវយើងមកជួបស្អីស្អាតពីររូបអូខេបញ្ញាទាំងពីរអញ្ចឹងយើងនឹងសួរគាត់តាក់ទងជាមួយនឹងបបពិសោធន៍ជិះឡានក្រុងធ្លាប់ជិះឡានក្រុងពីមុនមកហ៎ធ្លាប់អីនិយាយអត់សូវលឺចឹងមិនន័យថាស្ទាក់ស្ទើរធ្លាប់ឬក៏មិនធ្លាប់អូខេអញ្ចឹងពេលដែលជិះឡានក្រុងហ្នឹង booking ឬក៏ទិញសម្បត្តិតាមណាហៅតាមផ្លូវហ្មងហៅតាមផ្លូវអូសេវលុយអូខេអញ្ចឹងមុននឹងចូលសំណួរយើង serious យើងសួរលេងសិនធ្លាប់ជិះឡានក្រុងហ្នឹងដែលរបៀបធ្លាប់ជួបស្នេហ៍ពិតនៅលើឡានក្រុងហ្នឹងអត់ពេលជិះគេយកមកអូខេដូចខ្ញុំដែរបងប្អូនយើងអត់តែជិះឡានក្រុងណាធ្វើអីទៅឈប់មកដល់ឈប់ទៅគឺម៉ាំងភ្លឹងដល់គោលដៅងើបទៅផ្ទះអូខេអញ្ចឹងឥឡូវយើងចូលសំណួរយើងមែនតើធ្លាប់ booking តាម app ពីមុនមកហ៎ជិះឡានក្រុងអត់ធ្លាប់ទេអូខេអញ្ចឹងបើអត់ធ្លាប់អញ្ចឹងយើងអាចណែនាំ app ទៅគាត់បានអញ្ចឹងបើសិនជាមាន app ដែលយើងអាចមើលដឹងថាកៅអីដែលយើងនឹងត្រូវអង្គុយហ្នឹងជាមួយនឹងមនុស្សប្រុសឬក៏មនុស្សស្រីមនុស្សក្មេងឬក៏មនុស្សចាស់ហើយ app ហ្នឹងមាន discount ទៀត promotion រៀងរាល់ថ្ងៃ25ថ្ងៃក្រុងយើងទៅណាខេត្តណាក៏បានដែរហើយពិសេសគឺមានដល់ក្រៅប្រទេសថៃឡាវវៀតណាមទៀតបើមាន app បែបហ្នឹង download ប្រើហ៎ដល់100%មកអូខេអញ្ចឹង app ហ្នឹងគឺមានឈ្មោះ app ហ្នឹងគឺមានឈ្មោះថា Red Bus អាច download អ្នកមួយបានទេខ្ញុំមានកាដូឲ្យអូខេបានអញ្ចឹងគឺអត់មានអីត្រូវទុកទៅស្រុករុំអង្គសង្ក្រានជិតមកដល់បងប្អូនយើងយ៉ាចូលឆ្នាំប្រពៃណីជាតិយើងអញ្ចឹងគឺប្រើ Red Bus គឺចំណេញបងប្អូនយើងហើយខ្ញុំនឹងមានកាដូជូនគាត់យ៉ាម្នាក់$5គឺសាច់ខ្ញុំដើរកាត់ព្រមជាប់ Apple ID ចូល Apple ID អត់អីទេយក$5ចាំ download អូខេអញ្ចឹង discount យ៉ាអញ្ចឹងគឺមិន$5 $5ហើយបើសិនជាណែនាំមិត្តភ័ក្តិឲ្យប្រើ referral link ដែលនៅក្នុងរបស់យើងណាអញ្ចឹងនៅពេលដែលយើង download ហើយយើងមាន referral link អញ្ចឹងដល់ពេលយើងណែនាំទៅមិត្តភ័ក្តិយើងគឺបាន$5បន្ថែមទៀតអញ្ចឹងគឺមួយសន្លឹកហ្នឹងអាចនិយាយបានថា$10ខ្ញុំឲ្យចង់យកអូខេអញ្ចឹង download មួយទៅហើយចាំប្រើប្រាស់តាមហ្នឹងទៅអញ្ចឹងគឺងាយស្រួលខ្លាំងមែនទេ promotion ក៏ច្រើនហើយពិសេសគឺដូចខ្ញុំនិយាយអញ្ចឹងឧទាហរណ៍ណាបើសិនយើង booking ម៉ោង10ដល់ពេលយើងយឺតឬក៏យើងចង់ថាអូដូរជើងវិញទៅជិះមួយមិត្តភ័ក្តិម៉ោងនេះម៉ោងនោះឬក៏ទៅពេលថ្ងៃត្រង់វិញដូរបានទៀតនិយាយមែនណាយ៉ាសម្រាប់ប្រភេទឡានក្រុងឬក៏យើង booking តាម app ផ្សេងគឺតើយើង booking ហើយ cancel យើងលុយក៏អត់កើតយើងដូរម៉ោងអត់កើតដែរ Red Bus គឺអាចដូរម៉ោងបានហើយចង់យកលុយមកវិញក៏បានដែរគឺ refund ពេញហ្មងយ៉ាយើងដូរចិត្តបានទៀតអញ្ចឹងគឺពិសេសហ្មងអញ្ចឹងធានាថាប្រើហើយគឺលេងចង់ប្រើ app ផ្សេងហើយអរគុណច្រើនអូខេចូលឆ្នាំស្នាងល្អបាយបាយ Red Bus ចុះឥឡូវយើងមកសួរបងប្រុសតាក់ទងជាមួយនឹងបទពិសោធន៍ជិះឡានក្រុងអញ្ចឹងជម្រាបសួរបងបាទជម្រាបសួរ
អូគាត់ fan ខ្ញុំបងប្អូនយើងអញ្ចឹងបានហៅគាត់មកសួរអញ្ចឹងចង់សួរតាក់ទងមួយបបពិសោធន៍ធ្លាប់ជិះឡានក្រុងពីមុនមកបង ធ្លាប់បង ធ្លាប់ 100% ដែលធ្លាប់ហើយយើងទៅស្រុកយើងធ្វើដំណើរកាសានអីចឹងណាអញ្ចឹងបងទិញសម្បត្តិឡានក្រុងដោយរបៀបណា ទិញសម្បត្តិឡានក្រុងតាមរយៈក្រុមហ៊ុន ទៅផ្ទាល់ឬក៏ booking ផ្ទាល់ ទៅផ្ទាល់ហ្មងអត់ដែរ booking ទេ booking ធ្លាប់ម្ដងកាលហ្នឹងទៅសរៀប ទៅសរៀប បាទ ទៅសៀមរាបឬក៏សរៀប សរៀប ខ្ញុំដាក់សៀមរាបហ៎ អើចេះតែស្គាល់តែសរៀប អូខេអញ្ចឹងសួរសំណួរបែបអាចនិយាយបានថាកំ pl មួយ អូខេបង ធ្លាប់ជិះឡានក្រុងហើយពងចង់ជួប snack ពិតទេសងសារគាត់ បងប៉ងអត់ដែរបង អត់ដែរ ដេកលោត ទេលូនតែបើសិនជាបាន snack ពិតឬក៏ជួបគូអនាគតនៅលើឡានក៏ អត់ទេបងអត់ហ៊ាន អត់មានពងតាអូខេអញ្ចឹងឧទាហរណ៍ណាបង បាទ តែមានបញ្ហាឧទាហរណ៍ថា booking ហើយយើងទិញសម្បត្តិតែឯងតែដល់ពេលទៅដល់ឡានក្រុងឬទៅដល់ចំណតឡានក្រុងទៅជាយកមានអាកៅអីដែរយើងទៅមានកៅអី2នាក់ ចា ធ្លាប់មានបញ្ហាធ្លាប់ ធ្លាប់ អូខេអញ្ចឹងគឺបញ្ហាហ្នឹងបងប្អូនយើងគឺអាសាជួបមែនទេអ បាទ ញ្ចឹងថ្ងៃនេះគឺខ្ញុំណែនាំ app មួយជូនបង Red Bus បាទ គឺជាក្រុមគឺជា app ដែលសហការជាមួយនឹងក្រុមហ៊ុន50ក្រុមហ៊ុនឡានក្រុងអញ្ចឹងគឺទូទាំងប្រទេសកម្ពុជាយើងហ្មងហើយមានទាំងឡាវមានទាំងថៃមានទាំងវៀតណាមទៀតអញ្ចឹងគឺ app ហ្នឹងងាយស្រួលខ្លាំងមែនទេយើងអាចមើលកៅអីចង់ដឹងថាកៅអីហ្នឹងយើងអង្គុយជាមួយនឹងមនុស្សប្រុសឬក៏មនុស្សស្រីងាយស្រួលខ្លាំងមែនទេហើយឲ្យមួយទៀតឧទាហរណ៍ថាបើចង់ជិះម៉ោង10ពេលព្រឹកជិតដល់គៀកម៉ោងបើស្រាចិត្តចង់ជិះម៉ោង12ឬក៏ម៉ោងរសៀលវិញអាចដូរបានបង Red Bus អូខេ លយមែនទេហើយបើសិនជាបើចង់ cancel យកលុយវិញក៏បានទៀតឲ្យតែមុនម៉ោងអញ្ចឹងគឺ Red Bus គឺជួយដោះស្រាយបញ្ហាយើងច្រើនមែនទេអញ្ចឹងបើសិនជាបើអត់ជួបបញ្ហាដូចតែបងនិយាយមិញហ្នឹងយ៉ាកក់កៅអីទៅហើយយើងទៅធ្លាយដល់កៅអីមួយដល់កៅអីពីរហើយវាខ្លះយកដឹងថាយើងនៅគេងឬក៏យើងអង្គុយក្បែរមនុស្សស្រីឬក៏មនុស្សប្រុសទេយើង feel uncomfortable បងអញ្ចឹងគឺ Red Bus ជួយដោះស្រាយបញ្ហាហ្នឹងបានហើយមួយវិញទៀតខ្ញុំមានកាដូជូនបង អូ អញ្ចឹងបងជា fan ខ្ញុំឲ្យ2សន្លឹកបងអញ្ចឹងមួយសន្លឹកគឺ$5 អូខេ ទុកទៅសក្រានទៅបងនៅស្រុកណា នៅតកៅបងតែចូលចិត្តទៅសរៀប ចូលទៅសៀមរាបអូខេអញ្ចឹងចូលឆ្នាំខ្មែរទៅសៀមរាបមួយខ្ញុំទៅសៀមរាបដែរអញ្ចឹងប្រើ Red Bus ហ្នឹងទៅប្រើ app ហើយ booking អាហ្នឹង scan តាមនេះបងគាត់ scan នេះ download app បង អូខេ download app មួយមកហើយប្រើ promote code អញ្ចឹងធានាបងបើប្រើ Red Bus ហើយគឺ booking ទៅ25ខែក្រុងទៅខែណាក៏បានដែរគឺងាយស្រួលខ្លាំងមែនទែនហើយចង់ booking មួយក្រុមហ៊ុនណាក៏បានដែរពិសេសគឺអាច checking មើលអីដែលយើងអាចអង្គុយមួយណាគេបានដូរម៉ោងបាន reschedule តែតលេខផ្ទះ microwave បានទេបង បានអូខេអញ្ចឹងអរគុណច្រើនបងហើយកុំភ្លេច download app អូខេបង ហើយជួបគ្នានៅសៀមរាប អូខេ អរគុណច្រើនអរគុណ បាទ អូខេអ្នកនាងចឹងវីដេអូរបស់យើងត្រូវបានធ្វើរៀងរាល់ហើយសម្រាប់ការដកស្រង់បទពិសោធន៍បងប្អូនយើងដែលដើរលេងនៅមជ្ឈមណ្ឌលលេងដូចជាបរមរាជវាំងគឺថាពួកគាត់ធ្លាប់មានបញ្ហាដូចគ្នារាល់ការ booking ឡានក្រុងយ៉ាងនៅតាម app ចឹងពីថ្ងៃនេះទៅបងប្អូនយើងគឺអស់កង្វល់ទៀតហើយគឺសូមណែនាំទៅកាន់បងប្អូនយើងនៅ Red Bus ដែលជាក្រុមហ៊ុន booking ឡានក្រុងធំជាងគេនៅលើពិភពលោកតែម្ដងអញ្ចឹងគឺមាន Red Bus បងប្អូនយើងគឺទទួលបានការ discount រៀងរាល់ booking ក៏ដូចជារៀងរាល់ការប្រើប្រាស់ផងដែរចឹងបើសិនជាបងប្អូនទាំងគ្នាប្រើប្រាស់ promotion Red Bus 10ឬក៏ Red Bus 10បងប្អូនจะទទួលបានការបញ្ចុះតម្លៃ$5ហើយគឺនឹងទទួលបាន cashback ចំនួន$5បន្ថែមពីលើនឹងទៀតអូគឺពិតជាពិសេសខ្លាំងមែនទែនអញ្ចឹងគឺជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងហើយអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាទៅលេងសុខដំណើរក៏ដូចជាធ្វើដំណើរទៅលេងនៅសង្ក្រាន្តខេត្តណាមួយឬក៏ចុះ trip ជាមួយនឹងក្រុមគ្រួសារជាមួយនឹងមិត្តភក្តិអីចឹងណាអូខេ complete download Red Bus ទាំងអស់គ្នាបងប្អូនយើងគឺ booking នៅតាមតែ app ទេនឹងទទួលបានការបញ្ចុះតម្លៃហើយបានទឹកប្រាក់សុទ្ធត្រឡប់មកវិញផងដែរអញ្ចឹងគឺពិតជា the best ហើយបើសិនជាបងប្អូនទាំងគ្នា share referral code ទៅកាន់មិត្តភក្តិឬក៏បងប្អូនឲ្យគាត់ download app តាមអ្នកនរគ្នាទទួលបានទឹកប្រាក់$5ទៅថែមទៅលើនឹងទៀតហើយចំនួនកំណត់ limit ហ្នឹងយើងនឹងទទួលបាន$100នៅក្នុង wallet បងប្អូនយើងគ្នាអាចយកទៅប្រើប្រាស់បាន booking ក៏បានក៏មិនតែដកចាយបានណាគឺអាចត្រឹមតែ booking ទិញសម្បត្តិឡានក្រុងទេអញ្ចឹងគឺអូខេច្រើនដែរ$100បងប្អូនយើងអញ្ចឹងគឺជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែរអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងធ្វើដំណើរទទួលបានសុខសប្បាយភាពហើយបើសិនជាចង់ booking ឡានក្រុងឬក៏ទិញសម្បត្តិឡានក្រុងមិនបាច់អូខេទៅដល់កន្លែងផ្ទាល់ទេ complete ជាមួយនឹង Red Bus booking ឡានក្រុងទទួលបានប្រាក់discount ហើយទទួលបានប្រាក់សុទ្ធពីលើនឹងទៀតអញ្ចឹងគឺអស្ចារ្យមែនទែនអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងហើយអរគុណច្រើននិងជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ